បងធ្វើហើយនេះឆ្ងាញ់ណាអូនបងនឹកស្មានថាអាគ្រឿងតិចហ្នឹងអីក៏មានជាតិដល់ម្លឹងបើគ្រឿងផ្សំគឺតិចបំផុតហ្មងអត់ច្រើនទេប៉ុន្តែជាតិសាហាវហ្មងហេឆ្ងាញ់ប្លែកមាត់ហើយបងក៏ធ្លាប់សាកធ្វើបាយស្រូបម្ដងដែរប៉ុន្តែអត់ឆ្ងាញ់ដូចអញ្ចឹងទេហើយបើអ្នកផ្ទះបងវិញណាឮតែបងទៅរៀនណាគេសោចបងគេថាបងចេះមហូបចេះធ្វើហើយធ្វើឆ្ងាញ់ទៀតមិនបានចាំបាច់ទៅរៀនអញ្ចឹងណាគេសោចបងគ្រប់គ្នាខ្ញុំថាបើខ្ញុំចង់បើកលក់គេថាបើចង់បើកលក់គេគ្រប់គ្រងយើងអញ្ចឹងណាប៉ុន្តែគេលើតែបងទៅរៀនគេសង្ហាចិត្តហ្មងគេថាធ្វើមហូបឆ្ងាញ់ប៉ុណ្ណឹងហើយមិនបានទៅរៀនទៀតខ្ញុំចង់បើកលក់ខ្ញុំត្រូវរៀនឲ្យច្បាស់អញ្ចឹងហើយណាមួយយើងធ្លាប់តែបលាំបកើនៅផ្ទះអញ្ចឹងអាលក់ដូរយើងមិនដឹងយើងមិនដែរថ្លឹងយើងធ្វើញ៉ាំនៅផ្ទះយើងដាក់យកមិនស្រួលគ្រឿងមិនតិចណាអូនមិនមែនគ្រឿងប៉ុណ្ណឹងទេបើការបងធ្វើខ្លួនឯងគ្រឿងច្រើនណាស់ហើយបើសម្រាប់បងវិញរសជាតិហ្នឹងបងចង់បានហ្មងឆ្ងាញ់ហើយញ៉ាំអត់ទ្រាំទេឆ្ងាញ់តែប៉ុណ្ណឹងបងបើកទៅក៏បងអត់ភ័យដែរព្រោះបងដឹងបងថ្លឹងច្បាស់ចឹងទៅបងនិយាយថាអត់ខ្លាចក្នុងការធ្វើព្រោះរសជាតិអីអូយដាក់មកគឺឆ្ងាញ់ហ្មងហើយត្រូវអាម្ដុំផ្ទះបងហ្នឹងរកបាយញ៉ាំមួយចានអីអត់បានទៀតអញ្ចឹងអើយអរគុណណាអូនរសជាតិហ្នឹងនិយាយមែនឆ្ងាញ់ហ្មងអត់សូវមានទេនៅក្នុងចិត្តផ្ទះបងអីវាច្រើនណា